สมัติកិច្ចកំពុងស្រាវជ្រាវជនបំពល់សង្គមឯពិសិដ្ឋបង្កើតព័ត៌មានមិនពិតញុះញង់ប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាលអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញបំភ្លឺព័ត៌មានជូនសាធារណជនឲ្យបានជ្រាបថាថ្មីនេះមានករណី TikTok មួយឈ្មោះ Ami Richard 310និងករណី Facebook ឈ្មោះ ពិសិដ្ឋ PGEM បានផលិតនិងបង្ហោះវីដេអូដែលមានខ្លឹមសារញុះញង់រើសអើងបង្កើតព័ត៌មានមិនពិតធ្វើឲ្យសាធារណជនមានការយល់ច្រឡំហើយបំបាក់ទឹកចិត្តកងទ័ពដោយក្រុមឯកសណ្ឋានកងទ័ពคล้ายៗខុសច្បាប់នៅក្នុងសេចក្តីប្រកាសព័ត៌មានឲ្យបានដឹងថាបុគ្គលដែលសម្ដែងក្រុមឯកសណ្ឋានកងទ័ពคล้ายៗមានឈ្មោះអែមពិសិដ្ឋភេទប្រុសអាយុ37ឆ្នាំមុខរបរជាសកម្មជនគណបកប្រឆាំងដែលមានតួនាទីជាប្រធានបណ្ដាយុវជនកម្ពុជាសកលប្រចាំប្រទេសថៃបុគ្គលរូបនេះមានស្រុកកំណើតនៅភូមិចំការដងឃុំចំការដងស្រុកចំការលើខេត្តកំពង់ចាមបច្ចុប្បន្នស្នាក់នៅក្នុងប្រទេសថៃដែលតែងតែប្រើប្រាស់បណ្ដាញសង្គមផ្សព្វផ្សាយបង្ហោះខ្លឹមសារប្រឌិតអវិជ្ជមានជាច្រើនក្នុងគោលបំណងប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអំពាវនាវដល់សាធារណជនមេត្តាវិភាគពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយមុននឹងសម្រេចចិត្តចូលរួមមតិយោបល់ណាមួយចំពោះការបង្ហោះព័ត៌មានដែលគ្មានប្រភពច្បាស់លាស់ដោយករណីចំពោះបុគ្គលរូបនេះជាថ្មីម្ដងទៀតប្រជាជនទាំងអស់គួរបីទទួលព័ត៌មានពិតប្រាកដចេញផ្សព្វផ្សាយដោយរាជរដ្ឋាភិបាលកម្ពុជានិងក្រសួងការពារជាតិជាពិសេសត្រូវរក្សាភាពស្ងៀមស្ងាត់និងត្រូវជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាជុំវិញការដោះស្រាយបញ្ហាព្រំដែនរវាងកម្ពុជានិងថៃ។